ខ្ញុំសូមធ្វើការបកស្រាយទៅលើលំហាត់ទី1សំណួរទី10ដែលគេសួរថាអ្នកដែលកើតឆ្នាំ2010មុនចូលឆ្នាំខ្មែរគាត់ឆ្នាំអីអាយុប្រមាណអញ្ចឹងយើងរកឆ្នាំ2010នៅកន្លែងនេះ2010បើគាត់កើតក្រោយចូលឆ្នាំគឺគាត់ឆ្នាំខាលតែដល់គាត់កើតមុនចូលឆ្នាំអញ្ចឹងយើងត្រូវដកមួយឆ្នាំមកនៅកន្លែងនេះគឺគាត់ឆ្នាំឆ្លូវអញ្ចឹងឥឡូវឆ្នាំ2026យើងកំណត់ឆ្នាំមមីឲ្យនៅចំផ្កាយនេះឲ្យជាមុនសិនមកហើយយើងទៅរកខ្ទង់10នៅកន្លែងនេះខ្ទង់10កន្លែងនេះយើងរាប់ចូលមកខាងក្នុងហើយរាប់ជាឧត្តរាវត្តការរកខ្ទង់អាយុយើងរាប់ជាឧត្តរាវត្តអញ្ចឹង10 11 12 13 14 15 16 17ការដកឆ្នាំពេលដែលយើងដកឆ្នាំអត់ដកអាយុទេគឺបូកអាយុដកឆ្នាំបូកអាយុអញ្ចឹងអ្នកកើតឆ្នាំ2010មុនចូលឆ្នាំខ្មែរគឺឆ្នាំឆ្លូវហើយអាយុ17ឆ្នាំលោកគ្រូអ្នកគ្រូអាចបញ្ជាក់មួយតាមវិធីមួយទៀតគឺការរាប់ដៃអញ្ចឹងការរាប់ដៃយើងកំណត់ឆ្នាំបច្ចុប្បន្ននៅឆ្នាំបច្ចុប្បន្នឆ្នាំមមីនៅកន្លែងនេះឆ្នាំឆ្លូវនៅកន្លែងនេះហើយខ្ទង់10នៅកន្លែងនេះអញ្ចឹងយើងរាប់មកដើម្បីបញ្ជាក់ថាត្រឹមត្រូវឬអត់10 11 12 13 14 15 16 17អញ្ចឹងអ្នកឆ្នាំឆ្លូវគឺអាយុ17ឆ្នាំ